ជីនបានធ្វើ test ជួងវែងហើយរកមិនឃើញឪពុកម្ដាយទេទំនាក់ទំនងអូទេតើអ្នកដឹងដោយរបៀបណាតើអ្នកដឹងដោយរបៀបណាថាវាคล้ายតើរឿងនេះអាចកើតឡើងដោយរបៀបណាមាតិកានៅក្នុងស្រោមអនាម័យនេះច្បាស់ជារបស់លីនហុងតាវតើរឿងនេះអាចកើតឡើងដោយរបៀបណាហេតុអ្វីបានជាបែបនេះខ្ញុំមិនបានស្ដាប់ខុសទេប្រសិនបើមិនមានទំនាក់ទំនងឪពុកម្ដាយកូនទេនោះកូននោះមិនមែនជាលោកលីនតតែសោះតើនោះមានន័យថាយើងខ្ញុំត្រូវបានបងប្រុសបងស្រីនេះបោកបញ្ឆោតតើនេះអាចទៅជាយ៉ាងដូចម្ដេចនេះមិនមែនទេប្រហែលជាអ្នកវាប្រកាសជាអ្នកបានសូកប៉ាន់អ្នកវាតម្លៃមែនហើយត្រូវហើយអ្នកបានរកឃើញភ្នាក់ងារវាតម្លៃហើយអ្នកប្រកាសជាបានសូកប៉ាន់ពួកគេរបាយការណ៍វាតម្លៃនេះរបាយការណ៍បាននិយាយថាខ្ញុំបាននិយាយម្ដងទៀតថាបើខ្ញុំប្រាប់អ្នកថាអ្នកខ្លាញ់អ្នកនៅតែហ៊ានទទួលស្គាល់ខ្ញុំមនុស្សគ្រប់គ្នាអាចមើលឃើញដំណើរការធ្វើតេស្តទាំងអស់ការត្រួតពិនិត្យរបស់យើងបានបង្ហាញថាយើងពិតជាមិនបានខ្លាញ់បន្លំអ្វីទាំងអស់អ្នកបានប្រឌិតការពិតហើយអ្នកខ្លាចទទួលយកវាស្គាល់ក្មេងនេះផងវាជាការពិតដែលថាលីនហុងតាវកើតចេញពីផ្ទៃខ្ញុំហើយគាត់បានរំលោភខ្ញុំអ្នកមើលទៅគួរឲ្យអាណិតជាងខ្ញុំទៅទៀតលែងវាទៅយកពួកគេចេញពីទីនេះខ្ញុំនឹងហៅប៉ូលីសលែងគាត់ទៅកុំប៉ះខ្ញុំលែងគាត់ទៅបើខ្ញុំយើងជាបងប្អូនស្រីដែលនឹងមិនត្រូវបានគេបង្ក្រាបឡើយអាពាហ៍ពិពាហ៍វាคล้ายនេះជាការពិតដែលមិនអាចប្រកែកបានក្មេងនេះពិតជារបស់លោកលីនមែនកុំចាក់ចេញអីអ្នកទាំងអស់គ្នាកុំទៅណាកុំគិតថានោះធ្វើឲ្យយើងគ្មានជម្រើសអ្វីឡើយខ្ញុំឈ្មោះចាងឡានក្មេងក្នុងដៃខ្ញុំគឺលីនហុងតាវជាបុរសមានបំផុតនៅប្រទេសចិនមានរឿងអ្វីកើតឡើងមាននរណាម្នាក់លោតពីលើអគារតើនេះណែណាហើយប៉ូលីសឲ្យលឿនមកជួយសង្គ្រោះចិត្តសម្រាលខ្ញុំបន្ទាប់ពីប្លន់រួចហាដោយដើម្បីឲ្យពួកគេអាចទទួលបានប្រាក់ឧបត្ថម្ភកុមារប៉ុន្តែពួកគេគ្រាន់តែពួកគេបានបដិសេធមិនទទួលស្គាល់ក្មេងនោះទេហើយរួមគ្នាជាមួយយ៉ៅពួកគេបានវាយប្រហារខ្ញុំដោយគ្មានមេត្តាក្រុមកាំបិតសូមអ្នកទាំងអស់គ្នាជួយពួកយើងផងសូមជួយប្អូនស្រីរបស់យើងផងបងប្អូនឲ្យយើងជាបងប្អូនយើងពិតជាអស់សង្ឃឹមហើយយើងមិនអាចរស់នៅបានទៀតទេប្អូនប្រុសនិងប្អូនស្រីរបស់ខ្ញុំក៏មិនអាចរស់នៅបានដែរយើងមិនចង់បានជួយខ្ញុំផងសូមជួយខ្ញុំផងមើលយើងបានបោះបង់ម្នាក់ហើយម្នាក់ទៀតខ្ញុំអាចរកលុយបានខ្ញុំមិនចង់បានវាទេប៉ុន្តែភាពគ្មានទោសពៃរបស់ខ្ញុំត្រូវតែរក្សាខ្ញុំមិនចង់ទេខ្ញុំអាចបញ្ជាក់ការពិតដោយស្លាប់ប្រសិនបើខ្ញុំកុហកអូយហាការមានលុយធ្វើឲ្យអ្នកក្រអឺតក្រទុំតើនេះជាអាកប្បកិរិយាមិនសមរម្យមែនទេទាំងនេះគឺជាជីវិតមនុស្ស3នាក់ដែលមានជីវិតនឹងដកដង្ហើមមុននឹងឈានដល់ផ្លូវគួរឲ្យស្រកពេលឃើញលទ្ធផល test នេះស្ទើរតែឲ្យខ្លួនមនុស្សឲ្យដល់នោះមិនមែនជារបស់លោកលីនទេប៉ុន្តែឥឡូវនេះមិនបីតែបន្ទាប់ពីបានឃើញរូបថតទាំងនោះហើយខ្ញុំក៏សុខចិត្តធ្វើនាងលីនយើងបានជូនដំណឹងដល់ប៉ូលីសរួចហើយប៉ុន្តែឥឡូវនេះដោយសារតែយ៉ាវឡែននៅឯទទួលភ្ញៀវអ្នកនិយមលេងសាធារណជនបានជឿលើពាក្យសម្ដីរបស់លោកយ៉ាវឡែនហើយមិនអើពើនឹងការបំភ្លឺរបស់យើងទាំងស្រុងដែលបណ្ដាលឲ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនធ្លាក់ចុះយ៉ាងខ្លាំងថ្ងៃនេះខ្ញុំនឹងប្រើរបស់ផ្ទាល់ខ្លួនវាសនារបស់ខ្ញុំនឹងបង្ហាញអ្នកពីពណ៌សម្បត្តិពិតរបស់គ្រូសាលីពួកគេជាអ្នកដែលបានសម្លាប់ខ្ញុំហើយសម្លាប់ឃាតករ